សូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ដែលមកកាន់កម្មវិធីរឿងខ្មោចដ៏រន្ធត់របស់ពួកយើងនៅថ្ងៃនេះដែរខ្ញុំនឹងនាំអស់លោកស្រីអ្នកនាងកញ្ញាទាំងអស់ទៅកាន់រឿងព្រេងនិទានដ៏ព្រឺព្រួចមួយដែលលាក់ខ្លួននៅក្នុងខេត្តកំពង់ចាមរបស់យើងរឿងនោះមានចំណងជើងថាវិញ្ញាណកញ្ចក់សំរឹទ្ធនៅក្នុងភូមិមួយដែលស្ថិតនៅក្នុងខេត្តកំពង់ចាមមានផ្ទះចំណាស់មួយផ្ទះនោះគឺវាធំខ្លាំងណាស់វាប្រៀបដូចទៅជាវិមានមួយទៅហើយគឺជាផ្ទះសម័យកាលបារាំងហើយផ្ទះនោះដែរគឺវាមានប្រវត្តិជូរចត់មែនទែនឥឡូវនេះខ្ញុំសូមនិយាយរៀបរាប់ពីផ្ទះនោះជាមុនសិនផ្ទះនោះគឺជាផ្ទះដែលចាស់ធ្លុះធ្លាយជញ្ជាំងពោពេញទៅដោយស្នាមប្រេះនៅខាងក្នុងពោពេញទៅដោយធូលីនិងសំណាញ់ពេញពីងហើយរបស់ចាស់គឺបោះបង់ចោលនឹងរាយប៉ាយពេញនឹងទាំងអស់ប៉ុន្តែនៅក្នុងផ្ទះនឹងមានរបស់ម្យ៉ាងដែលគេចាប់អារម្មណ៍ជាងគេហើយអ្នកភូមិក៏មិនដែលមានអ្នកណាហ៊ានទៅប៉ះពាល់នោះដែររបស់នោះគឺជាកញ្ចក់សំរឹទ្ធមួយដែលគេព្យួរជាប់ទៅនឹងជញ្ជាំងរាប់ឆ្នាំណាស់មកហើយកញ្ចក់សំរឹទ្ធមួយនឹងយើងមើលទៅគឺវាចាស់ទៅហើយវាពោពេញទៅដោយធូលីយ៉ាងក្រាស់ឃ្មឹកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គេអាចមើលឃើញរូបមនុស្សស្រីម្នាក់ដែលស្ថិតនៅក្នុងកញ្ចក់នោះជាប់ជាប្រចាំហើយរឿងរ៉ាវអាថ៌កំបាំងទាំងឡាយដែលបានកើតឡើងនៅក្នុងផ្ទះនោះគឺវាស្ថិតនៅក្នុងកញ្ចក់នោះឯងឥឡូវនេះខ្ញុំសូមនិយាយអំពីប្រវត្តិនៃផ្ទះនោះដែលវាបានបង្កើតជារឿងសោកសៅរហូតមកដល់ពេលបច្ចុប្បន្នតើមូលហេតុអីទៅបានជាផ្ទះនោះបង្កើតនៅភាពឈឺចាប់ហើយធ្វើឲ្យវិញ្ញាណដែលនៅក្នុងផ្ទះនោះមិនព្រមចាក់ចេញទៅណាហើយចងគំនុំជាមួយនឹងមនុស្សស្ទើរតែគ្រប់គ្នាបែបនេះរឿងរ៉ាវទាំងអស់នោះគឺមានដូចតទៅរឿងរ៉ាវដ៏សោកសៅនេះបានកើតឡើងនៅក្នុងសម័យអាណានិគមបារាំងឆាយាគឺជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នាងកើតក្នុងត្រកូលអ្នកមានស្ដុកស្ដំអ្នកដែលមានដីធ្លីច្រើនមានភូមិគ្រឹះធំស្កឹមស្កៃហើយមានទ្រព្យសម្បត្តិច្រើនណាស់នាងមានសម្រស់ស្អាតដាច់គេនៅក្នុងភូមិហើយបរិសុទ្ធជាច្រើនបានលងស្រឡាញ់នាងប៉ុន្តែជោគវាសនាដ៏កាចសាហាវបានឆក់យកជីវិតឪពុកម្ដាយនាងដោយសារតែកាលសម័យនោះមានការរើបំរាស់ប្រឆាំងជាមួយនឹងអាណានិគមបារាំងនៅពេលដែលស្ថានភាពរញ៉េរញ៉ៃក៏ធ្វើឲ្យឪពុកម្ដាយនាងស្លាប់បាត់បង់ជីវិតនាពេលនោះទៅប៉ុន្តែឆាយានាងនៅតែរស់នៅទីនោះពុំបានចាក់ចេញទៅណានោះទេហើយនាងរស់នៅដោយភាពឯកោនាងធំឡើងគឺជាមួយនឹងភាពស្ងប់ស្ងាត់ប៉ុន្តែនាងរក្សានូវភាពថ្លៃថ្នូរនិងចិត្តល្អរបស់នាងជានិច្ចនាងមិនមែនជាមនុស្សអាក្រក់ឬមានគំនុំគុំគួនអ្វីឡើយឆាយាត្បិតតែនាងរស់នៅតែម្នាក់ឯងក៏ពិតមែនប៉ុន្តែនាងបានទទួលនៅទ្រព្យសម្បត្តិដ៏មហាសាលពីឪពុកម្ដាយនាងហើយមិនយូរប៉ុន្មាននាងក៏បានភ្ជាប់ពាក្យជាមួយនឹងសុវណ្ណដែលជាកំឡោះសង្ហានៅភូមិក្បែរខាងហើយសុវណ្ណនឹងគាត់មើលទៅគឺមានភាពតាក់ទាញពូកែក្នុងការនិយាយហើយនឹងទំនាក់ទំនងជាមួយមនុស្សទូទៅអ្នកគ្រប់គ្នាគេតែងនិយាយថាគូស្នេហ៍មួយគូនេះគឺជាគូស្នេហ៍ដ៏ស័ក្តិសមបំផុតប្រៀបដូចជាទេពធីតានិងទេវបុត្រអីអញ្ចឹងទៅប៉ុន្តែនៅពីក្រោយស្នាមញញឹមរបស់សុវណ្ណគឺគេលាក់កំបាំងនៅភាពលោភលន់ដ៏ធំសម្បើមមានន័យថាគេមិនបានស្រឡាញ់ឆាយាពិតប្រាកដនោះទេគឺគ្រាន់តែចង់បានទ្រព្យសម្បត្តិដ៏មហាសាលរបស់នាងតែប៉ុណ្ណោះពេលវេលាក៏ចេះតែរំកិលទៅមុខពីមួយឆ្នាំទៅមួយឆ្នាំសុវណ្ណកាន់តែបង្ហាញអំពីចរិតពិតរបស់ខ្លួនគាត់បានលួចតាក់ទងជាមួយនឹងនារីដតីដែលជាកូនអ្នកមានដូចគ្នាគេមានទ្រព្យសម្បត្តិស្ដុកស្ដំទ្រព្យសម្បត្តិច្រើនដូច្នេះហើយទើបធ្វើឲ្យសុវណ្ណមានចិត្តចង់ទំនាក់ទំនងនិងចង់រៀបការជាមួយនឹងនាងប៉ុន្តែឧបសគ្គដ៏ធំបំផុតនោះគឺឆាយាដែលជាប្រពន្ធសុវណ្ណនេះឯងទោះបីជាយ៉ាងនេះក្តីក៏សុវណ្ណនៅតែមានគំនិតចង់រៀបការជាមួយនឹងនារីម្នាក់នោះដើម្បីបង្កើនទ្រព្យសម្បត្តិព្រោះថាគេមានគំនិតចង់ក្រសោបយកទ្រព្យសម្បត្តិរបស់ឆាយាផងនិងទ្រព្យសម្បត្តិរបស់នារីម្នាក់នោះផងដោយសារតែជាមនុស្សអាក្រក់និងមានចិត្តកំណាចឃោរឃៅសុវណ្ណបានបង្កើតរឿងចោទប្រកាន់ទៅកាន់ឆាយាថានាងចេះមុនអាគមអាបធ្មប់ដែលអាចបំផ្លាញអ្នកភូមិគ្រប់គ្នាគាត់បានដើរញុះញង់អ្នកភូមិទាំងអស់ឲ្យជឿមកលើគាត់ធ្វើឲ្យគ្រប់គ្នាមានការភ័យនិងខ្លាចរអាចំពោះឆាយាហើយអ្នកភូមិទាំងអស់នោះបាននាំគ្នាទៅកាត់ទោសនាងនៅឯភូមិគ្រឹះដ៏ស្ងាត់ជ្រងំរបស់នាងនៅថ្ងៃដ៏សោកសៅនោះហ្វូងមនុស្សដែលបិទបាំងដោយភាពងងឹតនិងកំហឹងបានឡោមព័ទ្ធផ្ទះឆាយាហើយសុវណ្ណនៅទីនោះដែរភ្នែករបស់គាត់បញ្ចេញនូវកំហឹងនិងការស្អប់ខ្ពើមខ្លាំងណាស់ហើយពេលនោះដែរឆាយាក៏នៅទីនោះហើយបង្ហាញនូវភាពភ័យខ្លាចយ៉ាងខ្លាំងជាមួយនឹងការអស់សង្ឃឹមនាងព្យាយាមបញ្យល់ទៅប្រាប់អ្នកភូមិទាំងអស់គ្នាប៉ុន្តែគ្មានអ្នកណាស្ដាប់ឡើយសុវណ្ណបានកាន់កំភ្លើងហើយភ្ជង់ទៅកាន់នាងដោយទឹកមុខត្រជាក់ស្រេបគ្មានចិត្តសោកស្ដាយអ្វីបន្តិច
ក្របកំភ្លើងមួយគ្រាប់បានបាញ់ទម្លុះដើមទ្រូងរបស់ឆាយាធ្វើឲ្យនាងដេកដួលទៅនឹងដីហើយឈាមស្រាក់ហូរចេញមកប្រឡាក់ពេញខ្លួនប្រាណរបស់នាងប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះឈាមរបស់នាងបានខ្ទាតទៅប៉ះនឹងកញ្ចក់សំរិទ្ធមួយដែលព្យួរទៅនឹងជញ្ជាំងហើយកញ្ចក់នោះហាក់ដូចជាបានស្រូបទាញយកវិញ្ញាណនាងឲ្យចូលទៅក្នុងនោះហើយបន្ទាប់ពីសម្លាប់ឆាយាយ៉ាងឃោរឃៅហើយសុវណ្ណបានទៅរកគ្រូធ្មប់ម្នាក់ដើម្បីធ្វើអំពើឃុំប្រលឹងឆាយាកុំឲ្យនាងចេញមកសងសឹកគ្រូធ្មប់ម្នាក់នោះបានប្រើប្រាស់មន្តអាគមខ្មៅងងឹតរបស់ខ្លួនដើម្បីចងប្រលឹងនាងទុកនៅក្នុងកញ្ចក់សំរិទ្ធនោះឯងដោយគ្មានអ្នកណាដឹងឡើយវិញ្ញាណដ៏ក្តៅក្រហាយរបស់នាងមិនអាចស្ងប់នោះទេនាងបានជាប់នៅក្នុងកញ្ចក់នោះរងចាំតែពេលវេលាសងសឹកចំពោះអំពើអយុត្តិធម៌ដែលនាងបានរងគ្រោះចាប់តាំងពីពេលនោះមកភូមិគ្រឹះនោះក៏คล้ายទៅជាកន្លែងដ៏សាហាវព្រៃផ្សៃពោពេញទៅដោយភាពភ័យរន្ធត់និងកំហឹងវិញ្ញាណរបស់ឆាយាបានចាប់ផ្ដើមបង្កភាពភ័យខ្លាចដល់អ្នកភូមិជាបន្តបន្ទាប់នៅថ្ងៃមួយមានក្មេងប្រុសម្នាក់ឈ្មោះសុកនៅពេលយប់ឡើងគាត់បានដើរឆ្លុះកង្កែបនៅឯវាលស្រែនៅក្បែរផ្ទះនោះដែរនៅយប់នោះខណៈដែលសុកកំពុងតែដើរឆ្លុះកង្កែបគាត់ក៏បានឃើញនារីម្នាក់ដែលឈរនៅនឹងក្នុងវាលស្រែនោះដែលកំពុងតែស៊ីកង្កែបឆៅមុខរបស់ស្ត្រីនោះគឺស្លេកស្លាំងខ្លាំងណាស់ពោពេញទៅដោយស្នាមឈាមហើយភ្នែករបស់នាងក្រហមច្រាលប្រៀបដូចជាភ្លើងសុកភ័យខ្លាំងពេកក៏រត់ទ្រហោយំចាក់ចេញពីទីនោះយ៉ាងលឿនប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកសុកក៏ធ្លាក់ខ្លួនឈឺធ្ងន់មែនទែនរហូតដល់ជ្រុះសក់អស់ហើយមិនយូរប៉ុន្មានគាត់ក៏ស្លាប់បាត់ទៅរំលងបានប្រហែលជាប៉ុន្មានខែក្រោយមកមានក្មេងប្រុសម្នាក់ទៀតឈ្មោះរ៉ាគាត់បានលួចចូលទៅបេះផ្លែស្វាយនៅឯក្នុងដីភូមិគ្រឹះចាស់នោះខណៈពេលដែលរ៉ាកំពុងតែឡើងដើមស្វាយស្រាប់តែឮសំឡេងខ្សឹបតិចប៉ុន្តែស្ដាប់មិនបានថាគេខ្សឹបអំពីអ្វីនោះទេពេលនោះរ៉ាក៏ងាកមុខមើលស្រាប់តែគាត់បានឃើញក្បាលមនុស្សស្រីម្នាក់ដែលទម្លាក់សក់មកជិតប៉ុន្តែមនុស្សស្រីនោះគឺឃើញតែក្បាលនោះទេអត់មានដៃអត់មានជើងអត់មានខ្លួនឡើយរ៉ាភ័យខ្លាំងពេកក៏លោតចុះពីលើដើមស្វាយនោះហើយធ្វើឲ្យបាក់ជើងធ្ងន់ធ្ងរតែម្ដងហើយរឿងរ៉ាវបែបនេះក៏ចេះតែកើតឡើងជាបន្តបន្ទាប់ធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចរអានិងហាមកូនចៅមិនឲ្យទៅក្បែរទីនោះឡើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយភ្នែកអ្នកភូមិនៅតែចោលមើលទៅសម្លឹងភូមិគ្រឹះនោះជានិច្ចហើយមានថ្ងៃមួយមានស្ត្រីម្នាក់បានឃើញស្រមោលខ្មៅងឹលនៅក្នុងផ្ទះនោះនាងភ័យខ្លាចមែនទែនគឺដឹងថាជាស្រមោលរបស់ឆាយាហើយដូច្នេះនាងក៏រត់ចាក់ចេញពីទីនោះហើយក៏ឈឺប៉ុន្មានថ្ងៃដែរហើយបន្ទាប់មកទៀតក៏មានបរិសម្នាក់ទៀតគាត់បានឮសំឡេងនៅក្បែរភូមិគ្រឹះនោះគឺឮសំឡេងយំសោកសំឡេងនោះគឺស្ដាប់ទៅសោកសៅខ្លាំងណាស់ដូចជាមានទុក្ខមានវិបត្តិធ្ងន់ធ្ងរណាស់អញ្ចឹងហើយគ្រប់គ្នាក៏ជឿថាវិញ្ញាណឆាយាជាអ្នកបង្ករឿងដ៏រន្ធត់ទាំងអស់នេះឡើងឥឡូវនេះខ្ញុំងាកទៅនិយាយអំពីជីវិតរបស់សុវណ្ណវិញម្ដងបន្ទាប់ពីគេបានសម្លាប់ឆាយាហើយគេក៏បានរៀបការជាមួយនឹងនារីជាសហាយនោះហើយរស់នៅក្នុងភូមិគ្រឹះមួយទៀតព្រោះថានារីម្នាក់នោះក៏ជាអ្នកមានដែរជីវិតរបស់គេពីដំបូងឡើយមើលទៅដូចជាប្រសើរល្អខ្លាំងណាស់ប៉ុន្តែមិនយូរប៉ុន្មានគ្រួសារសាច់ញាតិរបស់សុវណ្ណទាំងអស់ក៏ចាប់ផ្ដើមជួបគ្រោះមហន្តរាយជាបន្តបន្ទាប់បងប្អូនរបស់សុវណ្ណបានស្លាប់ម្ដងម្នាក់ដោយសារតែជំងឺចម្លែកដោយសារតែគ្រោះថ្នាក់ផ្សេងដែលនឹកស្មានមិនដល់ចំណែកឯម្ដាយរបស់សុវណ្ណវិញបានធ្លាក់ចូលទៅក្នុងអណ្ដូងទឹកស្លាប់បងប្រុសរបស់គាត់ក៏ត្រូវឆ្កែឆ្កួតខាំរហូតដល់ឈឺធ្ងន់ហើយប៉ុន្មានខែក្រោយមកក៏ស្លាប់បាត់ទៅរីឯប្អូនស្រីរបស់គាត់គឺបានបាត់ខ្លួននៅក្នុងព្រៃដ៏អាកំបាំងគ្មានអ្នកណាដឹងថានាងទៅណានោះទេហើយនៅមានរឿងជាច្រើនបានកើតឡើងចំពោះសាច់ញាតិរបស់សុវណ្ណអ្នកភូមិនៅទីនោះបានជឿជាក់ថាវិញ្ញាណរបស់ឆាយាកំពុងតែសងសឹកចំពោះអំពើអយុត្តិធម៌ដែលនាងបានរងគ្រោះទីបំផុតគ្រួសារសាច់ញាតិដែលនៅសេសសល់បានរត់ភៀសខ្លួនចាក់ចេញពីភូមិនោះហើយបោះបង់ចោលទាំងដីទាំងផ្ទះទាំងភូមិគ្រឹះដែលគេមានគឺចោលអស់ហើយយូរទៅផ្ទះទាំងអស់នោះក៏ទ្រុឌទ្រោមទៅតាមពេលវេលាហើយចំណែកឯសុវណ្ណព្រមទាំងប្រពន្ធក្រោយរបស់គេនោះក៏គេចមិនផុតពីគ្រោះមហន្តរាយដែរក្រោយមកទៀតគឺស្រាប់តែបាត់ខ្លួនយ៉ាងអាកំបាំងគឺមិនដឹងថាពួកគេទៅទីណានោះទេសូម្បីតែសាច់ញាតិបងប្អូនជិតឆ្ងាយអីក៏មិនដឹងថាសុវណ្ណនិងប្រពន្ធបាត់ខ្លួនដោយរបៀបណាដែរអ្នកភូមិគិតថាពួកគេបាត់ខ្លួនទៅទាំងឈឺចាប់បំផុតគឺវេទនាដូចជាការស្លាប់របស់នាងឆាយាអញ្ចឹង
ប៉ុន្តែទោះបីជាសុវណ្ណនិងប្រពន្ធក្រោយរបស់គេបាត់ខ្លួនយ៉ាងអាកំបាំងយ៉ាងណាក្តីគ្មានអ្នកណាដឹងថាមានអ្វីកើតឡើងក៏ដោយក៏រឿងវាមិនទាន់ចប់ដែរមានន័យថារឿងវានៅតែបន្តរហូតមកដល់សាច់ញាតិជំនាន់ក្រោយជាច្រើនឆ្នាំក្រោយមកចៅប្រុសរបស់សុវណ្ណឈ្មោះវីរៈនិងប្រពន្ធរបស់គេឈ្មោះនារីបានចូលមកដល់ក្នុងភូមិនោះដោយមានបំណងចង់លក់ភូមិគ្រឹះដែលជាប់បណ្ដាសានោះចោលគេគិតថាប្រហែលជាអាចរកប្រាក់បានច្រើនហើយព្រោះថាភូមិគ្រឹះនោះវារាងធំគួរសមដែរខណៈពេលនោះពួកគេបានចូលទៅពិនិត្យក្នុងផ្ទះនោះហើយឃើញសភាពទ្រុឌទ្រោមយ៉ាងខ្លាំងជាមួយនឹងជញ្ជាំងបែកបាក់ដំបូលធ្លុះធ្លាយពោពេញតែដោយធូលីនិងសម្បុកពេញពីងនៅក្នុងបន្ទប់មួយពួកគេបានរកឃើញកោដ្ឋដាក់ធាតុរបស់ជីដូននិងបងប្រុសរបស់សុវណ្ណដែលបានស្លាប់កាលពីពេលនោះពួកគេបានចាប់ផ្ដើមសម្អាតនិងកាប់ឆ្ការព្រៃនៅជុំវិញផ្ទះរហូតដល់ពេលព្រលប់ខណៈពេលដែលកំពុងតែធ្វើការវីរៈហើយនិងនារីស្រាប់តែឮសំឡេងយំល្វើយចេញពីក្នុងផ្ទះនោះហើយពួកគេក៏ចូលទៅពិនិត្យមើលដើម្បីស្វែងរកប្រភពនៃសំឡេងប៉ុន្តែពួកគេពុំបានឃើញអ្វីនោះទេបែរជាឃើញកញ្ចក់សំរិទ្ធមួយទៅវិញដែលវាមានសភាពភ្លឺចែងចាំងទោះបីជាមានធូលីគ្របដណ្ដប់ក៏ដោយនារីនាងបាននិយាយទៅកាន់ប្តីថាបើសិនជាពួកយើងយកកញ្ចក់នេះទៅលក់នៅឯភ្នំពេញប្រកាសជាបានថ្លៃណាស់ហើយភ្លាមនោះសំឡេងសើចយ៉ាងខ្លាំងបានបន្លឺចេញឡើងធ្វើឲ្យពួកគេញាប់ព្រឺព្រួចតែម្ដងពួកគេព្យាយាមរកម្ចាស់សំឡេងតែរកមិនឃើញនោះទេនៅពេលដែលពួកគេងាកទៅកាន់កញ្ចក់ស្រាប់តែឃើញរូបភាពដ៏គួរឲ្យរន្ធត់មួយនៅក្នុងកញ្ចក់នោះពួកគេបានឃើញនារីម្នាក់ស្លៀកពាក់សប្រឡាក់ទៅដោយឈាមហើយភ្នែករបស់នាងក្រហមច្រាលដៃរបស់នាងហាក់ដូចជាលូកចេញពីកញ្ចក់ព្រមទាំងបន្តសើចទាំងសំឡេងគួរឲ្យខ្លាចពួកគេភ័យស្លន់ស្លោរត់ចេញពីផ្ទះនោះយ៉ាងលឿនហើយបើកឡានចាក់ចេញទៅស្នាក់នៅឯផ្ទះសំណាក់នៅឯទីរួមស្រុកទៅប៉ុន្តែទោះបីជាពួកគេភ័យខ្លាចយ៉ាងណាក៏ដោយសេចក្តីលោភលន់នៅតែគ្របដណ្ដប់លើចិត្តរបស់ពួកគេហើយព្រឹកថ្ងៃបន្ទាប់ពួកគេក៏ត្រឡប់ទៅកាន់ភូមិគ្រឹះនោះវិញដើម្បីរៀបចំដីសម្រាប់លក់នេះប្រហែលជាមរតកនៃសេចក្តីលោភលន់ដែលបន្សល់ទុកពីសុវណ្ណហើយព្រោះពួកគេមើលទៅដូចជាមិនខ្លាចអ្វីសោះទោះបីជាបានឃើញខ្មោចម្ដងរួចទៅហើយពួកគេបានចូលទៅកាប់ដើមឈើធំមួយដើម្បីកែលម្អភូមិគ្រឹះនោះហើយក្នុងពេលដែលពួកគេកំពុងតែកាប់ស្រាប់តែឧបទ្ទវហេតុមួយបានកើតឡើងដើមឈើដ៏ធំនោះបានរលំសង្កត់ពួកគេស្លាប់នៅកន្លែងទៅឧបទ្ទវហេតុដ៏គួរឲ្យខ្លាចនេះបានធ្វើឲ្យអ្នកភូមិកាន់តែជឿជាក់ថាវិញ្ញាណរបស់ឆាយាគឺមិនស្ងប់ឡើយហើយកំពុងតែតាមសងសឹកអ្នកដែលរំខាននាងគ្មានទីបញ្ចប់មាននារីម្នាក់ឈ្មោះស្រីនិចវ័យប្រហែលជា30ឆ្នាំបានធ្វើដំណើរទៅកាន់ភូមិនោះដើម្បីសិក្សានិងសរសេរអត្ថបទអំពីរឿងខ្មោចដ៏ល្បីល្បាញស្រីនិចគឺជាមនុស្សសម័យថ្មីមិនជឿរឿងអបិយជំនឿនោះទេប៉ុន្តែនាងមានចម្ងល់ជាខ្លាំងអំពីរឿងកញ្ចក់សំរិទ្ធនោះដែលគេតែងតែនិយាយថាកញ្ចក់សំរិទ្ធលាក់អាកំបាំងដូច្នេះនាងក៏ចង់ស្វែងយល់បន្ថែមអំពីប្រភពពិតនៃអាកំបាំងនោះតើវាកើតឡើងដោយរបៀបណាស្រីនិចបានទៅជួបលោកតាចំណាស់ម្នាក់ឈ្មោះវុឌ្ឍដែលជាអ្នកដឹងប្រវត្តិសាស្ត្រនៅក្នុងភូមិគាត់បានប្រាប់ស្រីនិចនៅរឿងរ៉ាវដ៏សោកសៅរបស់ឆាយានិងអាកំបាំងនៃកញ្ចក់សំរិទ្ធនោះតែអ្វីដែលនឹកស្មានមិនដល់លោកតាវុឌ្ឍក៏បានប្រាប់ថាឆាយាគឺជាប្អូនជីដូនមួយរបស់ជីដូននាងដូច្នេះស្រីនិចគឺជាមនុស្សដែលមាននិស្ស័យហើយជាប់ខ្សែស្រឡាយជាមួយនឹងឆាយាតែម្ដងទោះបីជាស្រីនិចមិនជឿទៅលើអបិយជំនឿក៏ដោយតែក្នុងនាមជាបងប្អូនសាច់ឆ្ងាយនាងមានអារម្មណ៍អាណិតអាសូរចំពោះឆាយាជាខ្លាំងនាងបានសម្រេចចិត្តនិមន្តព្រះសង្ឃមកធ្វើពិធីសូត្រមន្តនិងបំបែកបណ្ដាសាដើម្បីរំដោះវិញ្ញាណដ៏កំសត់របស់ឆាយាក្នុងពេលដែលកំពុងធ្វើពិធីនោះព្រលឹងរបស់ឆាយាបានចូលសន្ធិដ្ឋក្នុងខ្លួនរបស់ស្រីនិចហើយយំសោកសៅនឹងរៀបរាប់អំពីការឈឺចាប់និងអយុត្តិធម៌ស្រីនិចមានការឈឺចាប់យ៉ាងខ្លាំងហាក់ដូចជានាងជួបផ្ទាល់អញ្ចឹងហើយបន្ទាប់ពីពិធីសូត្រមន្តចប់គេបានបំបែកកញ្ចក់សំរិទ្ធនោះចោលដោយយកទៅទម្លាក់នៅក្នុងទឹកស្រះខាងក្រោយភូមិគ្រឹះដោយសូត្រធម៌បញ្ចប់បណ្ដាសាភ្លាមនោះសំឡេងខ្សឹបខ្សៀវដ៏គួរឲ្យខ្លាចក៏រលត់បាត់ទៅហើយខ្មោចក៏ឈប់លងនៅទីនោះតទៅទៀតវិញ្ញាណរបស់ឆាយាហាក់ដូចជាបានស្ងប់ស្ងាត់រៀងរហូតទៅហើយក្នុងភូមិគ្រឹះចាស់នោះក៏ត្រឡប់ទៅមានសភាពធម្មតាឡើងវិញប៉ុន្តែនៅប៉ុន្មានឆ្នាំក្រោយនៅឆ្នាំ1995បន្ទាប់ពីរបបខ្មៅងងឹតរបស់ប៉ុលពតបានបញ្ចប់ទៅអ្នកភូមិបានរួបរวมគ្នាសម្អាតភូមិគ្រឹះចាស់នោះហើយបានកសាងសាលារៀនមួយនៅទីនោះ
ក្មេងៗបានមកសិក្សាដោយសប្បាយរីករាយគ្មានអ្នកណាឮសំឡេងខ្សឹបខ្សៀវអ្វីតទៅទៀតនោះទេសូម្បីតែឃើញស្រមោលអ្វីក៏មិនធ្លាប់ដែរភូមិដែលធ្លាប់ស្ងាត់ជ្រងំពោពេញទៅដោយភាពភ័យខ្លាចប្រែក្លាយទៅជាកន្លែងដែលមានក្តីសង្ឃឹមនិងអនាគតភ្លឺស្វាងប៉ុន្តែសម្រាប់ស្រីនិចវិញទោះបីជានាងបានចាក់ចេញពីភូមិនោះក៏ដោយក៏នាងនៅតែយល់សុបិនអំពីស្ត្រីម្នាក់ស្លៀកសំពត់ខ្មែរពណ៌សដែលមើលទៅទឹកមុខគឺក្រៀមក្រំខ្លាំងណាស់ជារៀងរាល់យប់នាងតែងតែយល់សុបិនឃើញកញ្ចក់សម្រិតចាស់នោះហើយឮសំឡេងយំសោកយ៉ាងខ្លាំងនាងដឹងច្បាស់ថាខ្សែឈាមត្រកូលរបស់នាងគឺជាប់តាក់ទងនឹងឆាយាជានិច្ចហាក់ដូចជាចំណងដ៏អាកំបាំងមួយដែលមិនអាចកាត់ផ្តាច់បាននាងតែងតែមានអារម្មណ៍ថាឆាយានៅក្បែរនាងនឹងតាមមើលថែនាងគ្រប់ពេលវេលាប្រិមិត្តអ្នកស្ដាប់ជាទីស្រឡាញ់រឿងវិញ្ញាណកញ្ចក់សម្រិតបានបញ្ចប់ត្រឹមនេះហើយតើពុកម៉ែបងប្អូនទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរហើយពុកម៉ែបងប្អូនជឿទៅលើរឿងព្រេងនិទានបែបនេះដែរឬទេសូមរងចាំស្ដាប់រឿងរន្ធត់ថ្មីដែលមាននៅក្នុង Channel របស់ខ្ញុំនាពេលក្រោយៗទៀតខ្ញុំបាទសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមជម្រាបលា